ជំរាបសួរគឺខ្ញុំឈ្មោះវណ្ណផាមកពីក្រុម AU10 ថ្ងៃនេះខ្ញុំនឹង record វីដេអូដែលនិយាយដែលគឺបានដាក់កិច្ចការធ្វើដែលនិយាយអំពី user management ជាដំបូងខ្ញុំធ្វើការ connect ទៅកាន់Windows PowerShell បន្ទាប់មកយើងធ្វើការ provide command who am I ថាតើ who am I ហ្នឹងយើងដើម្បីមើល user បច្ចុប្បន្នហ្នឹងតើ user ឈ្មោះអីឈ្មោះ one បន្ទាប់មកខ្ញុំធ្វើការ void command pwd ដើម្បីមើលទីតាំងដែលខ្ញុំកំពុងតែឈរខ្ញុំឈរនៅក្នុង home បន្ទាប់មកយើងប្រើ command មួយដើម្បីបង្កើត user ថ្មីតែ command នោះគឺ sudo user add -m -s /bin /bash ហើយ user ថ្មីខ្ញុំដាក់ឈ្មោះថា one lapa បន្ទាប់មក enter បន្ទាប់មកខ្ញុំប្រើ command sudo password ខ្ញុំone lapa password 1234 បន្ទាប់មកខ្ញុំធ្វើការ switch ទៅកាន់ user ថ្មីដែលបានបង្កើតឈ្មោះថា Wanapa ដើម្បីទៅកាន់ user ហ្នឹងយើងប្រើ command sudo Wanapa password 1234ហើយខ្ញុំបាន switch ទៅកាន់ user ថ្មីឈ្មោះថា Wanapa បន្ទាប់មកប្រើ command who am I ដើម្បីមើលថាតើយើងពិតជាបានឈរលើ user ថ្មីនឹងមែនអត់ who am I ខ្ញុំបានឈរនៅ user Wanapa តមកយើងប្រើ pwd តមកបង្កើត folder ថ្មីមួយនឹងបង្ហាញ folder នោះខ្ញុំប្រើ mkdir my underscore su underscore e box តមកខ្ញុំធ្វើការ ls ដើម្បីបង្ហាញខ្ញុំបានបង្កើត folder ថ្មីមួយហើយបន្ទាប់មកចាកចេញពី user ថ្មីទៅ user ដើម user ថ្មីដែលបានបង្កើតមិញដែលកំពុងតែចូលនោះឈ្មោះថា Wanapa អញ្ចឹងយកទៅ user ដើមវិញយើងប្រើ command exit enter exit ពីបានលើបន្ទាប់មកយើងបង្ហាញ user ដែលយើងបានបង្កើតមិញ user បង្កើតមិញឈ្មោះថា Wanapa ដើម្បីបង្ហាញ user ហ្នឹងយើងប្រើ command cat.clear/etc/password នេះជា user ដែលយើងបានបង្កើតមិញ